ការវិវិធមុនខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពីរបៀបចុះឈ្មោះជាមួយនឹង ChatGPT វគ្គនេះខ្ញុំមកប្រាប់ពីរបៀបឲ្យ ChatGPT វាសរសេរកូដឲ្យយើងដើម្បីយើងយកមករ៉ានជាមួយនឹងកម្មវិធីធម្មមិចកម្មវិធីមួយនេះទីកម្មវិធីហ្នឹងយើងសម្រាប់យើងយកវាទៅរ៉ានកូដរណីផ្សេងបន្ទាប់មកយើងចូលមក ChatGPT វិញយើងមកតមកដល់កន្លែងហ្នឹងយើងរងចាំមក plate នេះវាយពីYT DLP ធម្មតាយើង download យើង run ឲ្យមួយកម្មវិធីហ្នឹងជាប្រភេទ file ដែលយើង download បន្ទាប់មកយើងទៅសេ Atomic បន្ទាប់មក download ទៅវីដេអូទៅបងប្អូនដែលអត់ចេះអង់គ្លេសអាចមើលអក្សរខ្ញុំហើយអាចទៅសរសេរតាមបានណាខ្ញុំ download វីដេអូពីអីគេ download ពី TikTok មួយហើយពី YouTube ហើយពីហើយពី Facebook ហើយនិង Instagram ទៅមកយើងបញ្ជូនមកដើម្បីឲ្យវាសរសេរកូដឲ្យយើងណាជួបបន្ទាប់មកវានឹងសរសេរកូដឲ្យយើងនេះកូដដែរហើយយើងរងចាំមក plate ឃើញវាសរសេរកូដឲ្យយើងណាទៅវគ្គនេះខ្ញុំប្រាប់ពីរបៀបប្រើឲ្យ ChatGPT សរសេរកូដទៅវគ្គក្រោយខ្ញុំនឹងប្រាប់ពីរបៀបយកកូដនេះមករ៉ាន់ទៅជាមួយនឹងកម្មវិធីនេះកម្មវិធីមួយនេះនេះកម្មវិធីពណ៌ខ្មៅគឺជាកម្មវិធីធម្មតាអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងខ្ញុំធ្វើខ្លីៗខ្លាចធ្វើវែងវិញអ្នកនរគ្នាមើលអត់ទាន់